សួស្តីបងកសិករថ្ងៃនេះដែរខ្ញុំបានសុភាធ្វើការបង្ហាញបងប្អូនអំពីវិធីសាកមេឃមានបាទអញ្ចឹងដើមមានដែលយើងអាចយកទៅសាកបានលុះត្រាតែដើមមានរបស់យើងនឹងមានអាយុកាលចាប់ពី3ឆ្នាំឡើងទៅបាទហើយដើមមានដែលខ្ញុំថតបង្ហាញជូនបងប្អូននេះគឺមានអាយុកាល3ឆ្នាំហើយបាទអញ្ចឹងបងប្អូនមើលយើងមុននឹងសាកគឺយើងមើលត្រួយវាដែលល្អអញ្ចឹងបានយើងអាចយកទៅសាកបានបាទហើយមុននឹងយើងចាប់ផ្ដើមសាកគឺយើងបេះធាងវាឲ្យវាលដើម្បីងាយស្រួលយើងចងថងបាទវា 4-5 ធាងអញ្ចឹងមករួចហើយយើងយកកត្រៃកាត់សក់យើងហ្នឹងជាសបកវាប្រហែលជាប្រវែងប្រហែលជា2ហ៊ុនពីគ្នាមកបាទជាហើយយើងឆ្កឹះសបកវាសបកខាងក្នុងវាហ្នឹងយើងឆ្កឹះចោលបាទយើងឆ្កឹះវាទៅមិនឲ្យវាដាច់ពីគ្នាកុំឲ្យនៅសល់បាទហើយយើងជាវាឲ្យអស់អញ្ចឹងហើយពីហើយយើងទុកចោលប្រហែលជា10 ទៅ 15 នាទីបាទដើម្បីឲ្យវាស្ងួតអាសាច់ខាងក្នុងហ្នឹងកុំឲ្យដល់ពេលដែលយើងចាប់ផ្ដើមចងថងហ្នឹងទៅវាអាចដុសសាច់ដល់គ្នាវាអត់ដុសរឹសល្អទេបាទនេះគឺជាប្រភេទថ្នាំដែលយើងយកមកលាបសបកវាដើម្បីឲ្យវាឆាប់ចេញឬបាទអញ្ចឹងមុននឹងយើងលាបវាគឺយើងយកកត្រៃជាសបកវាពីខាងលើដែលមុខសណាមចាស់ដែលយើងជាពីមុនមកហ្នឹងជាមកខាងលើខិតលើប្រហែលជា5 លីមកបាទជារួចហើយគឺយើងឆ្កឹះសបកវាឲ្យអស់ចឹងហើយយើងយកអាថ្នាំដែលខ្ញុំបង្ហាញបងប្អូនមិញហ្នឹងយកមកជ្រលក់លាបពីខាងលើប្រហែលជា2ហ៊ុនពីកន្លែងដែលយើងជាហ្នឹងមកបាទយើងលាបវាធ្វើម៉េចឲ្យវាសប់ជុំវិញចឹងមកបាទយើងលាបរួចហើយយើងយកអាថង់ខ្ជុំកាមដែលយើងច្រកនៅថង់ហ្នឹងគឺយើងយកកូនកំបិតយកមកជាវាធ្វើម៉េចជាចំពាក់កណ្ដាលថង់ចឹងមកបាទហើយយើងហែកវាតិចមករួចហើយយើងយកមកផ្អោបអាកន្លែងដែលយើងលាបថ្នាំហ្នឹងធ្វើម៉េចឲ្យវាខិតលើកុំឲ្យវាដល់អាកន្លែងសណាមជាដែលយើងជាសបកវាចោលហ្នឹងធ្វើម៉េចឲ្យវាខិតលើបាទកាលណាដែលយើងចងវាក្របពីលើកន្លែងសបកដែលយើងជាហ្នឹងវាដុសរឹសអត់ស្អាតទេបាទព្រោះវាដុសសាច់ជាប់គ្នាកាលណាដុសសាច់ជាប់គ្នាវាអត់ចេញរឹសទេបាទវាចេញតែពកអញ្ចឹងបងប្អូនធ្វើម៉េចដាក់វាខិតលើប្រហែលជា1ហ៊ុនមកឬហើយយើងយកខ្សែដែលយើងរឹតហ្នឹងចងពាត់វាអាកន្លែងមុខតំណដែលយើងជាហ្នឹងដើម្បីកុំឲ្យវាដុសសាច់ដល់គ្នាបាទហើយយើងចងរឹតមកតឹងដៃល្មមកុំឲ្យធូរពេកកុំឲ្យតឹងពេកបាទពេលដែលយើងរឹតចឹងហើយពេលដែលដុសរឹសមកវាខ្សែហ្នឹងវាតឹងខ្លួនឯងហើយបាទយើងមិនចាំបាច់ចងវាឲ្យតឹងទេបាទរួចរាល់ហើយបាទពេលចងរួចបងប្អូនមើលនេះអាកន្លែងដែលយើងចងហ្នឹងយើងរឹតធ្វើម៉េចអាកន្លែងដែលខ្ញុំចោលបង្ហាញហ្នឹងរឹតធ្វើម៉េចឲ្យតឹងកុំឲ្យវាដុសសាច់ជាប់គ្នាបាទកាលណាវាដុសសាច់ជាប់គ្នាវាអត់សូវចេញរឹសល្អបាទហើយរយៈពេល1 ខែវាចេញរឹសហើយបាទនេះគឺជារឹសដែលវាដុសទៅបានរយៈពេល1 ខែទេបាទចិត្តល្មមយកទៅកាត់ដាំ